មូលហេតុអីបានតបអាមេរិកកាំងដាច់ខាតមិនដកជិញពីថៃហើយកសាងកម្លាំងនៅទីនឹងរឹងមាំបំផុតនៅថៃបើមានផែនទីខ្ញុំបង្ហាញឲ្យឃើញរាល់ការចរចានិយាយគ្នារបស់ហាណូយវៀងច័ន្ទភ្នំពេញព្រៃនគរនៅក្នុងរ៉ាដារបស់អាមេរិកទាំងអស់អាមេរិកកាំងស្ដាប់បានទាំងអស់ខ្ញុំសូមបង្ហើបរឿងសម្ងាត់មួយចាប់បានទាំងអស់តាំងសម័យហើយខ្ញុំមានឯកសារនឹងខ្ញុំមានឯកសារនឹងគេហៅថា the rate គឺថាការវាយឆ្មក់ចូលហាណូយការវាយឆ្មក់ចូលហាណូយ the rate ឯកសារនឹងបាននិយាយថាមូលដ្ឋានតបរបស់អាមេរិកនៅឧដរធានីនៅឧដរវាស្ដាប់បានទាំងអស់រ៉ាដាទាំងអស់ការនិយាយគ្នារបស់វៀតណាមខាងជើងកំថាឡាវនិងកម្ពុជាវាស្ដាប់បានទាំងអស់ទៅហាណូយទៀតអ្វីដែលពួកបាញ់យន្តហោះមីស៊ីលទាំងអស់គឺនៅក្នុងមិនមែនស្ដាប់នៅឧដរទេកប៉ាល់ទឹកអាមេរិកទាំងអស់នៅប៉ាស៊ីហ្វិកទាំងអស់ស្ដាប់បានទាំងអស់ការចរចានិយាយគ្នារបស់កងទ័ពវៀតណាមនៅក្នុងព្រៃទាំងអស់គឺវាស្ដាប់បានទាំងអស់ហើយនៅក្នុង The Red បានសរសេរយ៉ាងច្បាស់ហើយវាល្អទៅទៀតវាអស្ចារ្យទៅទៀតភាសាដែលវៀតណាមនិយាយប្រមាណណាវាបកទៅជាអង់គ្លេសទាំងអស់អាម៉ាស៊ីននឹងវាបកអូតូម៉ាទិកតាំងចឹងមិនថាតាំងសម័យនៅមកសម័យនឹងឆ្នាំ72គឺវាបកបានទាំងអស់អាបញ្ជាបាញ់កំជ្រួចបាញ់ B52 បាញ់អីណានិយាយអីកន្លែងណាក៏ដោយវាដឹងទាំងអស់ហើយបកទៅជាអង់គ្លេសហើយសាច់គាត់តែនិយាយវៀតណាមថាបាញ់ទៅអាបកទៅជាអង់គ្លេសបាញ់ទៅស៊ូតវាបកអូតូម៉ាទិកវាបកអូតូម៉ាទិកជាស្វ័យប្រវត្តិវាបកទៅជាភាសាអង់គ្លេសទាំងអស់ហើយខ្ញុំនិយាយនេះក្នុងសម័យ72ឥឡូវនេះវាចូលទៅដល់2026ហើយមានន័យថាប្រព័ន្ធលួចស្ដាប់របស់វាគឺស្ថិតទូទាំងមកអាស៊ីប៉ាស៊ីហ្វិកអញ្ចឹងបានឧដរដាច់ខាតអាមេរិកកាំងអត់ដកទេខ្ញុំដឹងច្បាស់ថាអត់ដកទេដោយសារម៉េចដោយសារវាបានដាក់តាំងដើម្បីវាលួចស្ដាប់ទាំងអស់តំបន់នេះនិយាយអីក៏វាដឹងដែរវេទិកាយើងថ្ងៃនេះក៏វាជ្រៅដែរប៉ុន្តែវាជារឿងមួយជាការប្រមានដល់ថៃរឿងនោះវាល្អខ្ញុំប្រាប់លោកអូនឲ្យថាចិនជាប្រទេសមួយធំបំផុតនៅក្នុងតំបន់នេះហើយខ្ញុំបាននិយាយប្រាប់លោកប្អូនថាចិនគឺជាតមីចិនជាតមីនៅក្នុងបន្ទប់អូតែលដែលអត់ឯងចូលទៅអូតែលអត់ឯងអត់តាន់ឃើញ reception ទេអត់ឯងគិតលុយទេអត់ឯងឃើញតមីមុនគេខ្ញុំចង់និយាយថាចិនជាបហាប្រទេសធំណាអត់ឯងចង់ធ្វើអីក៏ដោយមិនឯងបំភ្លេចបានទូនាទីរបស់ចិននៅក្នុងតំបន់នេះហើយខ្ញុំជឿជាក់ថាអាមេរិកកាំងនឹងដកខ្លួនជិញពីតំបន់នេះមូលហេតុมันអាចទប់ជាមួយនឹងកម្លាំងរបស់ចិនបានហើយអាមេរិកកាំងបានទំនៅទូនាទីគេហៅថា harassment ដើរបំផ្លាញដើរបំផុសដើរបំភ័យតែប៉ុណ្្នឹងឯងតើអាមេរិកកាំងធ្វើអីទៀតអាមេរិកកាំងធ្វើអស់បានទេគាត់បានទៅដើរឆ្កឹះឆ្កៀលបំផុសបំភ័យបន្លឹះក៏ធ្វើបានតាមរយៈមនុស្សមួយចំនួនដែលជាខ្ញុំកញ្ចាស់អីចឹងតើវាធ្វើបានតែឲ្យអាមេរិកកាំងធ្វើអ្វីធំជាងនោះទៀតអាមេរិកកាំងធ្វើអត់បានទេពីព្រោះអាមេរិកកាំងកំពុងតែឈមជាមួយអឺរ៉ុបអាមេរិកកាំងកំពុងតែប្រឈមជាមួយនឹងពួកអាមេរិកកាំងឡាទីនអាមេរិកកាំងកំពុងប្រឈមជាមួយនឹងកាណាដាដូច្នេះអាមេរិកកាំងលែងមានសមត្ថភាពលូកចូលនៅតំបន់អាស៊ីហើយទៅវិលទៅវិញកម្លាំងរបស់អាមេរិកវិលទៅវិញហើយវានៅតែ satellite ទេវានៅតែកូនជឹងរបស់វាទេទីនេះគឺទីរបស់ចិនហើយលែងមានតទៅទៀតហើយខ្ញុំសន្យាជាមួយលោកប្អូនថាក្នុងនាមយើងជាអ្នកសិក្សាភូមិសាស្ត្រនយោបាយរឿងទាំងអស់នេះអត់យូរទេ5-6ឆ្នាំទៀតយើងនឹងឃើញចិននឹងងើបឡើងទៅជាមហាអំណាច